គោលដៅទេសចរណ៍ចង្ហូរថ្មគឺជាតំបន់រមណីយដ្ឋានដ៏មានសក្តានុពលទេសចរណ៍ដ៏សំខាន់មួយរបស់ស្រុកបាណន់នៃខេត្តបាត់ដំបងដែលភ្ញៀវទេសចរជាតិអន្តរជាតិមិនអាចមើលរំលងបានឡើយខណៈគោលដៅទេសចរណ៍មួយនេះមានការទាក់ទាញខ្លាំងដល់ភ្ញៀវទេសចរជិតឆ្ងាយមកលេងមិនដែលដាច់ឡើយរមណីយដ្ឋានទេសចរណ៍នេះមានវិសាលភាពធំទូលាយនៅក្នុងបាតស្ទឹងសង្កែស្ថិតក្នុងភូមិសសរពួកឃុំកន្ទឺមួយស្រុកបាណន់ខេត្តបាត់ដំបងដែលមានដើមឈើពណ៌បៃតងស្រស់នៅអមសងខាងស្ទឹងរួមជាមួយនឹងផ្ទៃទឹកថ្លាយ៉ង់បង្កើតបានជាទេសភាពដ៏ស្រស់បំព្រងសម្រាប់ការគយគន់និងងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយពិសេសការបរិភោគអាហារដ៏ឆ្ងាញ់ពិសាពីសំណាក់ភ្ញៀវទេសចរជិតឆ្ងាយមកលេងកម្សាន្តជាបន្តបន្ទាប់នាចុងសប្តាហ៍ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យក៏ដូចជាក្នុងរដូវបុណ្យជាតិដូចជាបុណ្យភ្ជុំបិណ្ឌបុណ្យអុំទូកបុណ្យដាច់ប្រទីបនិងសំពះព្រះខែអមបុកពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើមអភិបាលស្រុកបាណន់លោកស្រេងសុខាបានឲ្យដឹងថារហូតមកដល់ពេលនេះរមណីយដ្ឋានទេសចរណ៍ធម្មជាតិចង្ហូរថ្មបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះប្រកបដោយភាពសប្បាយរីករាយដោយមានផ្ដល់សេវាកម្មជាម្ហូបអាហារដ៏ឆ្ងាញ់ពិសាប្រកបដោយភាពរួសរាយរាក់ទាក់ពីប្រតិបត្តិការទេសចរគ្រប់រូបនិងការងូតទឹកលេងដ៏ត្រជាក់នារដូវប្រាំងនេះផងដែរតំបន់រមណីយដ្ឋានធម្មជាតិស្ពានយល់ចង្ហូរថ្មស្ថិតនៅភូមិសសរពួកឃុំកន្ទឺមួយដែលមានទឹកស្ទឹងសង្កែប្រប្រាស់នឹងផ្ទាំងថ្មតូចធំគ្រប់យ៉ាងដែលមានលំហប្រហែលជា500ម៉ែត្រនៅក្នុងផ្ទៃក្រោមស្ពានយល់និងស្ពានបៃលេនោះអាចជាកន្លែងរមណីយដ្ឋានមួយដ៏ត្រជាក់ចិត្តព្រោះភ្ញៀវនិយមមកលេងងូតទឹកនៅនឹងនិងអង្គុយកញ្ចុះនៅក្នុងទឹកដែលបងប្អូនសហគមន៍លោករៀបចំដោយខ្លួនឯងកញ្ចុះទាំងអស់នោះបាទអញ្ចឹងយើងពិនិត្យទៅលើផ្លូវចូលចង្ហូរថ្មយើងពិតណាស់ថាប្រកាសជាមានការកកស្ទះប៉ុន្តែជាផែនការរបស់យើងបានត្រៀមផ្លូវចូលនិងផ្លូវចេញបញ្ជាការកកស្ទះរួចហើយបាទព្រោះយើងអាចផ្លូវបែកចេញមកផ្លូវជាតិខាងនេះវិញក៏ដូចជាផ្លូវបបែកទៅផ្លូវមកខាងទៀតក្នុងករណីស្ទះលោកកឹមសាវឿនមកពីឃុំកំពង់ព្រៀងស្រុកសង្កែបានបញ្ជាក់ថាក្រៅពីបានដើរលេងកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅរមណីយដ្ឋានប្រាសាទបាណន់រួចមកក្រុមគ្រួសាររបស់លោកដែលមានគ្នាជាង10នាក់បានចូលមកលេងនៅរមណីយដ្ឋានទេសចរណ៍ចង្ហូរថ្មនេះហើយពិតជាទទួលបាននៅអារម្មណ៍ស្រស់ស្រាយមែនទែនដោយសារតែនៅទីនោះមានទេសភាពបែបធម្មជាតិសុទ្ធសាធហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកលេងនៅរមណីយដ្ឋានចង្ហូរថ្មនេះពិតជាមិនខុសបំណងឡើយពីវនីវទាំងអស់គ្នាឲ្យមកលេងកន្លែងរមណីយដ្ឋានចង្ហូរថ្មនៅស្រុកបាណន់នេះឲ្យបានកោះកងអស់គ្នានាំកូនចៅមកលេងទឹកស្អាតហើយកន្លែងទេសភាពស្អាតជួយថែបរិស្ថានទាំងអស់គ្នាជាប្រជាពលរដ្ឋរស់នៅភូមិទួលធ្នង់ឃុំកន្ទឺមួយស្រុកបាណន់ខេត្តបាត់ដំបងលោកថៃហ៊ានបានបញ្ជាក់ថាក្រៅពីការងារធ្វើស្រែចម្ការក្រុមគ្រួសាររបស់លោកបានប្រកបរបរលក់ដូរម្ហូបអាហារនៅរមណីយដ្ឋានចង្ហូរថ្មនេះដើម្បីដោះស្រាយជីវភាពរស់នៅឲ្យបានប្រសើរឡើងថែមទៀតតែការលក់ដូរនេះតាមរដូវកាលប៉ុណ្ណោះមានន័យថាពេលរដូវទឹកឡើងកញ្ចុះដែលពួកគាត់បានសង់នៅបាតស្ទឹងត្រូវរើចេញទាំងអស់តែក្រោយទឹកសម្រកទើបដាក់ឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរឲ្យមកអង្គុយលេងកម្សាន្តក៏ដូចជាពិសាអាហារបាននៅទីនេះគ្រាន់តែត្រៀមលក្ខណៈដើម្បីទទួលភ្ញៀវដែលគាត់មកកម្សាន្តនៅទីនេះត្រូវតែមានកញ្ចុះឲ្យគាត់អង្គុយរៀបចំជាម្ហូបអាហារតាមការកម្មង់របស់ពួកគាត់ម្ហូបអាហារប្រចាំនៅទីនេះមានជាមាន់ដុតត្រីអាំងទុងកង្កែបអីចឹងណាមាន់យើងកម្មង់ទៅតាមដែលភ្ញៀវចូលចិត្តទៅលើមុខម្ហូបអីគាត់កម្មង់មកពួកខ្ញុំនៅទីនេះនឹងធ្វើតម្រូវតាមអញ្ចឹងណាបាទតែបើសត្វព្រៃគ្មានទេដោយសារទីនេះវាមិនថិតទេវាបានតែមួយរដូវកាលទេគ្នាវាថាចុះមកធ្វើអញ្ចឹងទៅរដូវប្រាំងចុះមកធ្វើអញ្ចឹងទៅរដូវវស្សាចូលមកដល់
គឺគ្នារើឡើងទៅវិញវាអាចធូរជាងដែលយើងមិនទាន់បានធ្វើអញ្ចឹងណាព្រោះយើងមានប្រាក់ចំណូលអញ្ចឹងអ្នកគ្រូវាគ្រាន់បើជាងយើងដែលមិនបានធ្វើមិនទាន់ធ្វើអញ្ចឹងណាចូលរួមមកលេងនៅទីនេះឲ្យបានច្រើនមួយទឹកកំសាន្តលេងកំងអាហារហូបចុកមិនបាច់កំងក៏បានដាក់ម្ហូបខ្លួនឯងក៏អត់ថៃដែរ តាមរយៈនេះដែរលោកអភិបាលស្រុកបាណន់បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិសូមអញ្ជើញមកទស្សនាកំសាន្តរមណីយដ្ឋានចង្ហូរថ្មឲ្យបានច្រើនកកកនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដើម្បីផ្លាស់ប្ដូរបរិយាកាសនិងបទពិសោធន៍ល្អៗពីការដើរលេងកំសាន្តប្រកបដោយភាពសប្បាយរីករាយនិងនាំមកនូវអារម្មណ៍ស្រស់ស្រាយជាទីបំផុត សូមបញ្ជាក់ថារមណីយដ្ឋានទេសចរចង្ហូរថ្មថ្មីត្បិតតែទើបបង្កើតថ្មីដោយមានការរៀបចំឡើងពីសហគមន៍របស់ប្រជាពលរដ្ឋក៏មានពិតតែចង្ហូរថ្មពិតជាមានភាពទាក់ទាញខ្លាំងពីសម្រស់ធម្មជាតិបៃតងដ៏ស្រស់បំព្រងសម្រាប់ឲ្យភ្ញៀវទេសចរបានមកគយគន់ទេសភាពការងូតទឹកលេងដែលមានទឹករាក់នៅបាតស្ទឹងសម្រាប់ក្មេងៗក៏អាចងូតទឹកលេងបានយ៉ាងងាយស្រួល